ยัดพอมันเตะลงច្រើនណាស់សាច់ជ្រូកដែលមានជំងឺប៉េះរហូតដល់38តោនត្រៀមបញ្ចេញលក់នៅវៀតណាមប៉ុន្តែចេះអាជ្ញាធរចុះបង្ក្រាបទាន់ពេលវេលាយោងតាមកាសែត VN Express បានចុះផ្សាយនៅថ្ងៃទី23ក្នុងខែតុលានេះថាអាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាមបានឃាត់ខ្លួនម្ចាស់សត្វតាឃាតមួយកន្លែងក្រោមការចោទប្រកាន់ពីបទស្តុកសាច់ជ្រូកជិត38តោនដែលឆ្លងមេរោគប៉េះជ្រូកអាហ្វ្រិកដើម្បីត្រៀមបញ្ចេញលក់កើបលុយដាក់ហៅប៉ៅប៉ូលីសនៅខេត្តភូជូកាលពីថ្ងៃទី21ខែតុលាបាននិយាយថាបរិសុទ្ធដែលមានឈ្មោះថាផាន់វ៉ាន់ផុងអាយុ60ឆ្នាំត្រូវបានចាប់ខ្លួននិងកាត់ទោសពីបទរំលោភលើបទបញ្ញត្តិសុវត្ថិភាពចំណីអាហារបន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញកន្លែងក្លាសេចំនួន5កន្លែងដែលពោពេញទៅដោយសាច់ជ្រូកដែលមានមេរោគនៅក្នុងកន្លែងទីសត្វតាឃាតខាងលើនៅឯឃុំវ៉ាន់ហុកសាច់ជ្រូកនិងស្បែកជាច្រើនបានប្រែពណ៌និងមានស្នាប់អុចក្រហមយោងតាមអ្នកស៊ើបអង្កេតបានឲ្យដឹងថាគណៈមេរោគប៉េះជ្រូកអាហ្វ្រិកបានរីករាលដាលពាសពេញកសិដ្ឋាននីមួយៗនៅឯក្នុងខេត្តភូជូកាលពីដើមឆ្នាំនេះម្ចាស់កសិដ្ឋានជាច្រើននាំគ្នាលក់ជ្រូកដែលឆ្លងមេរោគប៉េះជ្រូកអាហ្វ្រិកឬក៏ជ្រូកដែលងាប់នៅក្នុងតម្លៃទាបបំផុតដើម្បីកាត់បន្ថយការខាតបង់រីឯឈ្មួញនិងម្ចាស់ទីសត្វតាឃាតរួមទាំងបរិសុទ្ធខាងលើនេះបានកេងចំណេញអំពីស្ថានភាពរាលដាលនេះដោយបានដើរប្រមូលជ្រូកដែលងាប់និងជ្រូកដែលមានជំងឺមកសម្លាប់រួចបង្កក់ទុកសាច់ហើយដោយសង្ឃឹមថានឹងទុកលក់នៅឯខែក្រោយដើម្បីបានប្រាក់ចំណេញក្តោបយកតែម្ដងខណៈអ្នកខ្លះថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះទៅតំបន់ផ្សេងទៀតដើម្បីគេចពីការរកឃើញទៀតផងសូមបញ្ជាក់ថាជំងឺប៉េះជ្រូកអាហ្វ្រិកដែលមានដើមកំណើតនៅអាហ្វ្រិកគឺអាចរាលដាលយ៉ាងឆាប់រហ័សនៅក្នុងចំណោមជ្រូកនានាហើយមានអត្រាស្លាប់ជិត 100% ជំងឺនេះមិនឆ្លងទៅដល់មនុស្សទេប៉ុន្តែវាអាចឆ្លងតាមរយៈមនុស្សដែលនាំឲ្យមានការរីករាលដាលនៅក្នុងចំណោមសត្វជ្រូកហើយវាឈានទៅដល់បំផ្លាញការចិញ្ចឹមជ្រូកនិងគំរាមកំហែងទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារទៀតផង